ជាកម្មវិធីបន្តពុះឯកឧត្តមបណ្ឌិតម៉ែសុនិនអភិបាលឯកឧត្តមជាពេលឆ្នាំកន្លងនេះបានមកហើយគឺច្បាស់ប្រធានរដ្ឋគ្រប់អង្គទីគឺជាទង្វើស្នេហាជាតិជាបឋមខ្ញុំបកណាខ្ញុំសូមក្រាបថ្វាយបង្គំបដិយគុណគ្រប់អង្គដែលគង់នៅទីនេះជាទីគោរពសក្ការៈសូមគោរពអាដាមមាសបរាសកលវិទ្យាធិការនៃសកលវិទ្យាល័យឯកទេសកម្ពុជាជាទីគោរពនិងសូមគោរពអស់លោកដែលជាសាស្ត្រាចារ្យនៅក្នុងសកលវិទ្យាល័យនេះទីអស់ជាទីគោរពសូមគោរពអាដាមតហັບប្រធានក្រុមប្រឹក្សាខេត្តហើយអាដាមលោកជំទាវនៅក្នុងជួរក្រុមប្រឹក្សាខេត្តអភិបាលរងនៃគណៈអភិបាលខេត្តលោកអភិបាលស្រុកក្រុងព្រមទាំងអស់លោកដែលជាប្រធានទីពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននៅក្នុងថ្ងៃនេះជាទីគោរពនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ក្មួយៗទាំងអស់ដែលបានមកកំសាន្តនៅក្នុងខេត្តកំពតនៅក្នុងឱកាសនេះជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតថ្ងៃនេះខ្ញុំពិតជាមានមោទនភាពណាស់ដែលអាដាមសកលវិទ្យាធិការលោកបានផ្ដល់នៅឱកាសនិងកម្មវិធីដើម្បីខ្ញុំមានពេលវេលាសម្រាប់ជួបសំណេះសំណាលជាមួយនឹងក្មួយៗទាំងអស់ដែលជានិស្សិតនៅក្នុងសកលវិទ្យាល័យទាំងមូលបើយើងនិយាយរួមគឺជាសិទ្ធតែជាបញ្ញវន្តទាំងអស់ថ្ងៃនេះខ្ញុំមិនដែលជួបធនធានមនុស្សនិងធនធានជាតិរបស់យើងដែលច្រើនដូចថ្ងៃនេះទេកន្លងមកកម្រិតច្រើនច្រើនជួបជាមួយនឹងពុកម៉ែប្រជាប្រដ្ឋបាទតែថ្ងៃនេះដូចជាលើកទី1បាទលើកទី1ដែលខ្ញុំជួបក្មួយដែលសិតតែជាបញ្ញវន្តច្រើនបាទអញ្ចឹងហើយថ្ងៃនេះខ្ញុំគិតថាចង់ជម្រាបសួរទៅក្មួយចង់សួរទៅក្មួយថាបដិយគុណថាចង់ឲ្យខ្ញុំឆ្លើយជាសំណួរនៅចម្ងល់ដែលគិតថាឆ្ងល់មកពីផ្ទះឬក៏ចង់ស្ដាប់ពីការបរិយាយអត្ថាធិប្បាយពាក់ព័ន្ធជាមួយនឹងជុំវិញបញ្ហាការងារបាទសក្តានុពលសេដ្ឋកិច្ចនិងការអភិវឌ្ឍខេត្តនិងមានការចូលរួមជាមតិផ្សេងផងបើចង់ឲ្យខ្ញុំនិយាយរៀបរាប់និងបរិយាយជូនបងប្អូនក្មួយសូមផ្ទះដៃមួយមកអ្នកណាចង់សួរជាសំណួរអត់ចង់ឲ្យបរិយាយផ្ទះដៃមានតែ1%ឯងអរគុណណាស់បាទថ្ងៃនេះខ្ញុំពិតជាមានមោទនភាពហើយមោទនភាពទៀតហើយក៏អរគុណណាស់ថ្ងៃនេះមិនដែលបានជួបជាមួយនឹងអាដាមបងសកលវិទ្យាធិការដោយផ្ទាល់ទេគឺថ្ងៃនេះជួបដោយផ្ទាល់ហើយក៏សូមអរគុណណាស់ដែលកន្លងមកសកលវិទ្យាល័យបាទឯកទេសកម្ពុជាដែលលោកតែងតែផ្ដល់នៅអាហារូបករណ៍បាទដល់សិស្សក្រីក្រនៅក្នុងខេត្តរបស់យើងហើយថ្ងៃនេះឃើញអាដាមបងដូចបានផ្ដល់មកឲ្យទៀតបាទអញ្ចឹងអរគុណណាស់ជាមួយនឹងការចូលរួមនេះហើយក៏ជំនួសមុខឲ្យពុកម៉ែប្រជាពលរដ្ឋនៅក្នុងខេត្តកូនក្មួយរបស់យើងដែលទទួលបានអាហារូបករណ៍នេះគឺខ្ញុំតំណាងឲ្យគឺគោរពថ្លែងអំណរគុណដោយផ្ទាល់ចំពោះអាដាមបងបាទដែលលោកជាសកលវិទ្យាធិការនៅក្នុងសកលវិទ្យាល័យឯកទេសកម្ពុជារបស់យើងនេះថ្ងៃនេះខ្ញុំគិតថាខ្ញុំមានការចូលរួមជាមតិនយោបល់ខ្លះហើយដំបូងនេះខ្ញុំគិតថាក្មួយរបស់យើងទាំងអស់ប្រហែលជាមិនបានដឹងទេថាអ្វីខ្លះដែលជាសក្តានុពលនៅក្នុងខេត្តកំពតរបស់យើងមានហើយខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង25រាជធានីខេត្តនៃប្រទេសរបស់យើងនៃប្រជាជាតិកម្ពុជាប៉ុន្តែខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង4ទៀតដែលជាប់នឹងតំបន់ឆ្នេរដែលជាខេត្តដែលពាក់ព័ន្ធទៅនឹងសក្តានុពលទេសចរបាទទេសចរហើយនៅពេលនេះខ្ញុំដឹងថាក្មួយទាំងអស់អាដាមលោកជំទាវលោកក៏មានការចាប់អារម្មណ៍ដែរចំពោះពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពជាមួយនឹងការរីកចម្រើនទៅលើការអភិវឌ្ឍខេត្តទៅលើវិស័យទេសចរគ្រប់គោលដៅទាំងអស់នៅក្នុងខេត្តកំពតរបស់យើងនេះគឺខ្ញុំសូមបញ្ជាក់ថាការរីកចម្រើនទាំងអស់នេះគឺជាកិច្ចចង្អុលការនិងគោលនយោបាយដឹកនាំរបស់សម្ដេចមហាវរធិបតីហ៊ុនម៉ាណែតដែលលោកចង្អុលចុះសម្រាប់ឲ្យយើងខ្ញុំទាំងអស់គ្នាដែលជាអ្នកប្រតិបត្តិការត្រូវតែអនុវត្តបាទអញ្ចឹងហើយកម្រិតនៃការដឹកនាំគោលនយោបាយល្អដោយរបាយការណ៍របស់អាដាមលោក
សកលវិទ្យាធិការអញ្ចឹងបាទក្រោមគោលនយោបាយត្រឹមត្រូវដឹកនាំត្រឹមត្រូវមានសុខសន្តិភាពពេញលេញប្រទេសត្រូវតែមានការអភិវឌ្ឍបាទនឹងនិយាយដោយឡែកនៅក្នុងខេត្តកំពតរបស់យើងនឹងគឺអញ្ចឹងពីមុនមកយើងជ្រាបហើយថាតំបន់ភ្នំវល្លិជួរភ្នំវល្លិគឺសិតតែជាតំបន់ប្រយុទ្ធតំបន់ប្រយុទ្ធប៉ុន្តែក្រោយពីទទួលបាននឹងភាពវៃឆ្លាតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្រោមគោលនយោបាយឈ្នះឈ្នះបង្រួបបង្រួមបាទខ្មែរមានតែមួយក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រតែមួយអញ្ចឹងតំបន់ទាំងអស់នោះនឹងប្រែក្លាយទៅជាតំបន់កំសាន្តតំបន់ទេសចរតំបន់តាក់ទាញដែលធ្វើឲ្យមនុស្សទេសចរទូទៅលោកចង់គយគន់បាទនោះគឺស្ថិតនៅក្នុងខេត្តកំពតរបស់យើងនេះតែម្ដងហើយនៅក្នុងឱកាសនេះខ្ញុំជម្រាបជូនដែរថាក្មួយនឹងអាចជ្រាបថានៅក្នុងខេត្តកំពតរបស់យើងនេះយើងបានបែងចែកតំបន់រដ្ឋបាលគឺយើងមាន7ស្រុកក្រុង2 85ឃុំ8សង្កាត់491ភូមិពុកម៉ែប្រជាពលរដ្ឋមានប្រមាណប្រហែល180,000នាក់180,000គ្រួសារស្មើនឹង72,000នាក់បាទកាឡាផ្ទៃមាន4,873.20 គីឡូម៉ែត្រកាឡាដែលយើងមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសជិតខាងមានខាងគោកមានជាប់ជាមួយនឹងប្រទេសវៀតណាមទឹកជាប់ជាមួយនឹងថៃឡង់បាទព្រំដែនទឹកអញ្ចឹងដោយពឹងផ្អែកទៅលើសក្តានុពលនិងចំនួនប្រជាពលរដ្ឋទាំងអស់នេះនៅក្នុងខេត្តកំពតគឺយើងពឹងផ្អែកទៅលើវិស័យចម្បងសំខាន់ដែលធ្វើឲ្យជ្រុងនៅលើខឿនសេដ្ឋកិច្ចជីវភាពនិងការរស់នៅរបស់ពុកម៉ែប្រជាពលរដ្ឋទៅលើជីវភាពនិងការរស់នៅប្រចាំថ្ងៃនៅក្នុងខេត្តនេះគឺយើងពឹងផ្អែកទៅលើវិស័យកសិកម្មវិស័យទេសចរវិស័យឧស្សាហកម្មប៉ុន្តែខ្ញុំជម្រាបជូនថានៅក្នុងខេត្តរបស់យើងនេះយើងមានវិស័យកសិកម្មយើងមានដំណាំស្រូវបាទយើងមានទទួលផលនេសាទយើងមានម្រេចយើងមានទុរេនសាវម៉ាវអានេះចំណុចទាំងអស់នេះដែលធ្វើឲ្យបងប្អូនរបស់យើងទទួលបាននៅការអភិវឌ្ឍទៅលើសេដ្ឋកិច្ចបាទតែសក្តានុពលសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើវិស័យនេះបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថាចំណុចនេះខ្ញុំរំលឹកបន្តិចថានៅក្នុងខេត្តរបស់យើងនេះកន្លងមកនេះយើងមានផលម្រេចហើយក៏ដូចជាផលទុរេនបាទហើយជាពិសេសគឺអាហារសមុទ្រចំណុចនេះខ្ញុំគិតថាបងប្អូនទាំងអស់ហើយមិនបានដឹងទេថាអាហារសមុទ្រនៅក្នុងខេត្តរបស់យើងនេះគឺយើងមានឲ្យជារសប្រសើរជាងតាមបណ្ដាខេត្តដទៃដោយសារអាហារសមុទ្រនៅក្នុងខេត្តរបស់យើងនេះសត្វសមុទ្រគឺមានអាហារបំពន់របស់វាមួយយ៉ាងគឺគេហៅស្មៅនៅដុះនៅក្នុងសមុទ្រហ្នឹងគេហៅស្មៅខ្លុយស្មៅហ្នឹងគឺអាចបំពន់ឲ្យបកាមឹកកពឹសក្តាមដែលនៅទីនេះមានរសជាតិឆ្ងាញ់ល្អខុសប្លែកពីនៅតាមបណ្ដាខេត្តដទៃហើយកត្តាធម្មជាតិនេះស្មៅនេះកុំថាឡើយសូម្បីតែចិត្តខាងយើងនេះយកទៅដាំក៏អត់ដុះដែរវាខុសបាទលក្ខណៈភូមិសាស្ត្រធម្មជាតិបាទគឺមិនអាចដុះទេគឺមានដុះទៅនៅក្នុងខេត្តរបស់យើងនេះអញ្ចឹងហើយបានខេត្តយើងនេះទទួលបាននៅផលនេសាទយើងមានការលក់ដូរបានល្អប្រសើរណាស់ហើយចំណុចនេះខ្ញុំសូមជម្រាបជូនថាដោយផ្អែកលើវិស័យកសិកម្មគឺធ្វើឲ្យប្រជាពលរដ្ឋពុកម៉ែយើងមានការកែប្រែជីវភាពពីមួយថ្ងៃទៅមួយថ្ងៃបានល្អប្រសើរផ្នែកឧស្សាហកម្មបើយើងនិយាយទៅលើបញ្ហារោងចក្រនៅខេត្តរបស់យើងនេះទាំងតូចទាំងធំយើងមាន858រោងចក្រយើងមានចំនួនកម្មករប្រមាណជា22,000 នាក់បាទហើយឥឡូវនេះដោយសារតែបងប្អូនរបស់យើងកូនក្មួយរបស់យើងមួយចំនួនដែលលោកទៅធ្វើការនៅប្រទេសថៃហើយយើងមានបញ្ហាជាមួយនឹងប្រទេសថៃនេះកម្លាំងពលកម្មនៅក្នុងខេត្តគឺយើងមានលទ្ធភាពស្រូបបានបាទមានលទ្ធភាពស្រូបយកបានមានទីផ្សារពលកម្មសម្រាប់ឲ្យកូនក្មួយរបស់យើងបាទធ្វើការគ្រប់គ្រាន់បាទតាមរយៈកម្លាំងពលកម្មហើយនៅពេលនេះស្ថានភាពល្អរោងចក្រនឹងកើតឡើងនៅក្នុងខេត្តរបស់យើងនេះចន្លោះពី4ទៅ6ទៀតបាទ4ទៅ6ទៀតដែលយើងនឹងត្រៀមកម្លាំងពលកម្មសម្រាប់ទ្រទ្រង់ជីវភាពនិងការរស់នៅរបស់បងប្អូនពុកម៉ែប្រជាប្រដ្ឋរបស់យើងបាទហើយក្រៅពីនោះនៅក្នុងខេត្តរបស់យើងមានរោងចក្រស៊ីម៉ង់ចំនួន4បាទយើងមានកំពង់ផែចំនួន5បាទនេះសិតតែជាសក្តានុពលទៅលើវិស័យទ្រទ្រង់នៅបញ្ហាសេដ្ឋកិច្ចនិងជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងហើយនៅពេលនេះ
ខ្ញុំគិតថាដោយសារតែកំណើនទេសចរល្អខ្ញុំបដោតទៅលើតែមួយទេគឺដូងបាទកូនក្មួយយើងញ៉ាំខ្លះដូងប្រយ័ត្នទឹកវិជូរឯថាដូងកពតមិនមែនទេណាសួរអ្នកលក់ឲ្យច្បាស់ពីព្រោះដូងកពតនៅពេលនេះហាក់បីដូចជាអស់បាទទទួលទានអស់ដោយសារតែកំណើនទេសចរច្រើននៅក្នុងខេត្តរបស់យើងហើយយើងមានការពេញចិត្តណាស់ជាមួយនឹងអ្វីដែលជាផលដំណាំរបស់យើងដែលយើងមិនបាច់យកទៅលក់ឆ្ងាយបាទពីលំនៅឋានពីមូលដ្ឋានរបស់យើងគឺយើងអាចនាំចេញនៅនឹងកន្លែងនេះជាបញ្ហាសំខាន់បំផុតហើយនៅក្នុងឆ្នាំនេះខ្ញុំជម្រាបជូនថាផ្លែទុរេនគឺនៅកពតនេះគឺរត់ទិញអត់ចង់បានទេបាទដោយសារតែយើងមានការកែតម្រង់បាទមួយចំនួនបាទសម្រាប់ទៅលើផ្នែកមន្ទីរកសិកម្មមន្ទីរពាណិជ្ជកម្មអាជ្ញាធរដែនដីហើយនឹងពាក់ព័ន្ធជាមួយនឹងវិស័យឯកជនរបស់យើងដែលជាម្ចាស់ចម្ការនីមួយៗទុរេននៅកពតគឺតសេដាក់ថាទុរេនកពតចម្ការអ្នកណាអញ្ចឹងហ្មងអត់មានឲ្យបាទបន្លែបន្លំគ្នាបានទេអញ្ចឹងនៅក្នុងឆ្នាំនេះយើងទទួលបានជោគជ័យនៅក្នុងការលក់ផលិតផលរបស់យើងនេះបាទហើយចំពោះបញ្ហាទិន្នផលម្រេចនៅពេលនេះក៏យើងបានគ្របដណ្ដប់ទៅលើទីផ្សារអន្តរជាតិមួយចំនួនដែលគេទទួលស្គាល់ថាម្រេចកពតមានលក្ខណៈល្អប្រសើរក្រៅពីនោះទៀតគឺយើងមានស្រែអំបិលបាទស្រែអំបិលរបស់យើងនេះក៏ទទួលបាននៅការផលិតបានល្អហើយទទួលផលសម្រាប់ទ្រទ្រង់បាទតម្រូវការនៅក្នុងខេត្តក៏ដូចជាក្រៅខេត្តបាទទៅតាមការជាក់ស្ដែងរបស់យើងដែរបាទនេះពាក់ព័ន្ធជាមួយនឹងសក្តានុពលទៅលើវិស័យកសិកម្មនៅក្នុងខេត្តរបស់យើងជាពិសេសទៅទៀតនៅពេលបច្ចុប្បន្ននេះដោយសារតែបងប្អូនពុកម៉ែប្រជាពលរដ្ឋជិតឆ្ងាយបាទលោកបានមកលេងនៅក្នុងខេត្តកំពតហើយទទួលបានសេវាល្អសម្ដៅទៅលើវិស័យទេសចរនៅក្នុងខេត្តរបស់យើងនេះក៏យើងបានបាទទទួលនៅទេសចរជាច្រើនបាទពីដើមខែ1រហូតមកដល់ចុងខែ9នៅក្នុងឆ្នាំនេះយើងទទួលទេសចរជាតិនិងអន្តរជាតិបានចំនួន2លាននាក់បាទ2លាននាក់នៅក្នុងខែនេះគិតថាយើងកើនបាទយើងកើនលើសរហូតទៅដល់ជិត 50% នៃឆ្នាំចាស់បាទខ្ញុំសូមបញ្ជាក់ដែរថាហេតុអីក៏ក្នុងខេត្តកំពតទេសចរជាតិអន្តរជាតិលោកចូលចិត្តនៅក្នុងខេត្តរបស់យើងនេះយើងមានតំបន់គោលដៅទេសចរចំនួន42កន្លែងបាទ42កន្លែងហើយជាពិសេសទៅទៀតទេសចរនៅក្នុងខេត្តរបស់យើងនេះយើងបានបែងចែកចេញជា3បាទបែងចែកចេញជា3ផ្នែក1គឺតំបន់ភ្នំ2តំបន់ទំនាបកណ្ដាល3គឺតំបន់មាត់ឆ្នេរបាទចំណុចនេះខ្ញុំសូមបញ្ជាក់បន្តិចថានៅក្នុងខេត្តកំពតរបស់យើងសន្តានភាពដីគឺវាមានជាប់តំបន់ឆ្នេរតំបន់កណ្ដាលហើយនិងតំបន់ភ្នំអញ្ចឹងសក្តានុពលទេសចរនេះគឺវាមានលក្ខណៈខុសគ្នាបាទហើយនៅក្នុងតំបន់ទេសចរទាំង42កន្លែងនេះមន្ទីរទេសចរអាជ្ញាធរដែនដីយើងកំពុងតែមានការរៀបចំបានល្អបាទដើម្បីអភិវឌ្ឍកសាងដើម្បីពង្រីកសក្តានុពលដើម្បីស្រូបយកទេសចរជាតិនិងអន្តរជាតិដើម្បីលោកទៅលេងកម្សាន្តនៅទីនោះហើយរួមជាមួយនោះយើងមាន9សហគមន៍ទេសចរបាទ9សហគមន៍ទៀតហើយសហគមន៍ទាំង9នេះរាល់ថ្ងៃនេះយើងមានការកែប្រែរៀបចំជាកន្លែងដាក់ឡានរៀបចំទូកសម្រាប់ជូនទស្សនានៅតាមព្រៃកោងកាងបាទនៅតាមមាត់ឆ្នេរមានអាហារផ្សេងដែលជាអាហារសមុទ្របាទហើយដោយសារយើងមានការទទួលបាននៅកិច្ចចង្អុលការរបស់សម្ដេចមហាបវរធិបតីហើយនឹងមានការចូលរួមបាទជួយដោយផ្ទាល់ពីសំណាក់អាដាមឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់គឺអាដាមសាយសំអាល់បាទលោកបានចូលរួមជួយយើងបានកសាងនៅសហគមន៍ទេសចរបាទនៅក្នុងខេត្តរបស់យើងនេះមានកន្លែងទុកឡានមានបន្ទប់ទឹកមានអីល្អប្រសើរណាស់អានឹងខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណឹងថាប្រកបជាក្មួយរបស់យើងនឹងមានការចូលចិត្តដែរហើយខ្ញុំសូមបញ្ជាក់ផងដែរថានៅក្នុងខេត្តកំពតនេះក្មួយល្ងាចហ្នឹងអាចដើរមើលបានណាឃើញថាហេតុអីក៏ខេត្តកំពតហ្នឹងមានជនជាតិស្បែកសចំមុះស្រួយច្រើនបាទគឺគេចូលចិត្តរឿងអីគេចូលចិត្តថានៅក្នុងខេត្តកំពតនេះគេបានបាទដាក់ឈ្មោះខេត្តកំពតថាជាខេត្តមួយដែលមានឱសថជាមានបរិស្ថានជាឱសថមូលហេតុអីបានអញ្ចឹងខ្ញុំជម្រាបពីលក្ខណៈភូមិសាស្ត្រនៅក្នុងខេត្តកំពតទាំងមូលមុននឹងទទួលខ្យល់បក់ពីលំហសមុទ្រយើងបក់ពីលំហសមុទ្រមកគឺត្រូវដាច់ខាតត្រូវតែឆ្លងកាត់ភ្នំបូកគោអញ្ចឹងខ្យល់ទាំងអស់បាទ
ដែលបក់ពីលំហសមុទ្រមកត្រូវឆ្លងកាត់ភ្នំបូកគោត្រូវការរែងស្ទៃស្អិតជាប់ជាមួយនឹងរុក្ខជាតិលើភ្នំបូកគោអស់ហើយអ្វីដែលមិនល្អនៅសល់តែអ្វីដែលភាពល្អប្រសើរទេដែលហូរធ្លាក់មកស្រោចនៅក្នុងខេត្តកំពតរបស់យើងនេះគឺគេហៅថាបរិស្ថានល្អក្មួយអាចអង្គុយបានយប់នេះអង្គុយដល់ម៉ោងប្រហែលក៏អត់នៅតែអត់ស្អិតដែរបាទដោះអាវរបៀបមិនអត់ស្អិតទេប៉ុន្តែបើខុសពីខេត្តកំពតខ្ញុំគិតថានឹងអាចស្អិតបាទស្អិតអាចស្អិតដោយសារมันមានការរែងស្ទៃដូចនៅក្នុងខេត្តកំពតបន្សុទ្ធនៅខ្យល់នេះដូចនៅខេត្តកំពតទេគឺនៅលើភ្នំបូកគោនេះឯងបាទអញ្ចឹងភ្នំបូកគោនេះមានសារៈសំខាន់ណាស់បាទហើយជាពិសេសទៅទៀតខ្ញុំជម្រាបជូនថាទឹកដែលហូរធ្លាក់ពីភ្នំបូកគោយើងមានដៃព្រែករបស់យើងមានចំនួន13ដៃព្រែកខ្ញុំគិតថាក្មួយមិនទាន់បាននេះទេមិនទាន់ប្រហែលជាបានជីកទូកជីកកណូតនៅគ្រប់ដៃព្រែកទាំង13ទេនៅក្នុងខេត្តរបស់យើងនេះយើងមានដៃព្រែកចំនួន13ដៃព្រែកដៃព្រែកទាំងអស់នោះគឺពោពេញទៅដោយសុផនភាពទេសភាពខ្យល់ឱសថល្អប្រសបរសុទ្ធបំផុតសម្រាប់ទេសចរជាតិនិងអន្តរជាតិហើយជាពិសេសនៅតាមដងព្រែកនីមួយគឺយើងមានបឹងកាឡូបាទមានរីសតមានប៊ូទិកផ្សេងទាំងអស់បាទនៅតាមនោះដែលយើងមានការរៀបចំដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះទេសចរជាតិនិងអន្តរជាតិហើយក្រៅពីនោះទៀតគឺយើងនៅជាប់តំបន់ឆ្នេរធ្លាក់ពីលើមកមានដៃព្រែក13ហើយមុននឹងធ្លាក់ទៅសមុទ្រឥឡូវយើងធ្លាក់ទៅសមុទ្ររបស់យើងនេះយើងមានបដោយលាតសន្ធឹងពី65.6 គីឡូម៉ែត្រព្រំបន្ទល់ពីកែបរហូតទៅដល់ក្រុងបរសេនុបាទខេត្តបរសេនុតើនៅជាប់តំបន់ឆ្នេរដែលមានបាទប្រវែងដល់វែងឆ្ងាយនេះតើយើងមានអីខ្លះនៅជាប់មាត់ឆ្នេររបស់យើងបាទគឺបងប្អូនមិនតែបានទៅទេគឺនៅប៉ែកខាងយើងខាងបឹងទូកខាងក្រុងបូកគោបាទគឺយើងមានតំបន់អភិរក្សរបស់យើងមួយគឺតំបន់ហ្នឹងគឺយើងអភិរក្សនៅផ្កាថ្មបាទហើយប្រហែលខែមុននេះមានផ្សោតពណ៌ផ្កាឈូកមកទៀតបាទកន្លែងដែលយើងអភិរក្សបាទអញ្ចឹងហើយមានទេសចរច្រើនណាស់ដែលលោកទៅកយគុណឲ្យរងចាំថតនៅទីនោះបាទនេះសក្តានុពលទៅលើវិស័យទេសចរនៅក្នុងខេត្តរបស់យើងបាទហើយខ្ញុំគិតថាវិស័យទេសចរទាំងអស់នេះគឺបានលើកកម្ពស់នឹងជីវភាពនឹងការរស់នៅច្រើនណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើងនេះហើយជាពិសេសគឺបរិស្ថានល្អបាទសម្ដាប់ធ្នាប់សន្តិសុខចំណីអាហារហើយនៅទីនេះខ្ញុំសូមជម្រាបជូនថាទោះជាកូនក្មួយរបស់យើងនៅរដូវណាក៏ដោយបាទមានប៉ុនអត់ប៉ុនរបៀបម៉េចតម្លៃការទទួលទាននិងការស្នាក់នៅអត់មានឡើងទេបាទអត់មានឡើងចុះទេគឺនៅដដែលព្រោះដោយសារអីដោយសារតែវិស័យឯកជននៅទីនេះវិស័យឯកជននិងអាជ្ញាធរនិងជំនាញរបស់យើងគឺមនុស្សតែម្នាក់បាទគឺយើងអាចនិយាយគ្នាពីគ្រោះគ្នាបាទតម្លៃទាំងអស់ហ្នឹងគឺយើងដាក់រួចឧទាហរណ៍ថាឥឡូវសន្តាគារមួយមានប្រមាណបន្ទប់ល្អមិនល្មធ្យមមិនខ្សោយមិនគឺគេមានវាយតម្លៃនៅក្នុងនឹងហើយបញ្ជូនតរិះតម្លៃនឹងមកទុកនៅអាជ្ញាធរមួយស្លឹកនៅសង្កាត់មួយស្លឹកបាទនៅរដ្ឋបាលក្រុងមួយស្លឹកនៅមន្ទីរទេសចរមួយស្លឹកនៅរដ្ឋបាលខេត្តមួយស្លឹកនៅពេលដែលមានបញ្ហាគឺយើងចុះមើលភ្លាមបាទអញ្ចឹងយើងគ្រប់គ្រងណាស់បញ្ហានេះបាទដើម្បីជៀសវាងនៅបញ្ហាណាមួយដែលយើងគិតមិនដល់បាទពាក់ព័ន្ធជាមួយនឹងកំហុសឆ្គងដែលពាក់ព័ន្ធនឹងការឡើងថ្លៃបាទធ្វើឲ្យខូចសំណាប់ធ្នាប់ផ្សេងអានេះគឺយើងបានធ្វើអញ្ចឹងបាទនេះពាក់ព័ន្ធជាមួយនឹងសក្តានុពលកន្លងមកដែលលើកកម្ពស់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះដែលខ្ញុំរៀបរាប់ជូនដោយសង្ខេបចំពោះបញ្ហាបាទការអភិវឌ្ឍទិសដៅអភិវឌ្ឍខេត្តដោយកូនក្មួយបានឃើញហើយថានៅខេត្តរបស់យើងនេះក្រោយមកនេះគឺយើងមានការរៀបចំនៅទីកន្លែងសម្រាប់កំសាន្តនេះជាពិសេសនៅលើដងព្រែកកំពតរបស់យើងនេះយើងមាននីលកាយៈយើងមានទឹកបាញ់រារំទៅដោយបទចម្រៀងយើងមានសេះសមុទ្របាទហើយយើងនឹងលំអនៅតាមដងព្រែកបាទដោយផ្លូវសម្រាប់ហាត់ប្រាណលាក់បាទមួយចំនួនទៀតហើយទិសដៅខាងមុខនេះនៅក្នុងខេត្ត11នេះយើងនឹងទទួលបាននៅមរតកអមតៈមហាសាលមួយទៀតដែលសម្ដេចមហាបវរធិបតីលោកបានប្រគល់ឲ្យខេត្តកំពតគឺស្ពានវាងក្រុងបាទស្ពានវាងក្រុងអញ្ចឹងក្រោយពីយើងបង្កើតបានស្ពានវាងក្រុងនេះយើងនឹងធ្វើផ្លូវមួយបុកទៅសមុទ្រនៅទីនោះយើងនឹងមានគម្រោងដោយមានការឯកភាពរួចនឹងរៀបចំជាឆ្នេរសមុទ្រមួយនៅក្នុងខេត្តកំពត
ដែលលាតសន្ធឹងប្រហែលជាមិនតិចជាង3គីឡូទេបាទសម្រាប់ឲ្យកូនក្មួយមកមុជទឹកប៉ុន្តែនៅទីនោះខ្ញុំសិក្សារួចហើយថាបើសិនជាយើងកសាងរួចគឺស្អាតពេលព្រឹកយើងមើលទៅឃើញមើលទៅថ្ងៃរះគឺថ្ងៃផុសចេញពីសមុទ្រហ្មងផុសចេញពីទឹកដល់ពេលល្ងាចយើងមើលទៅថ្ងៃលិចជាមួយនឹងគងលើភ្នំបូកគោពេលដែលលិចទៅវាមិនលិចភ្លាមទេណាលិចអញ្ចឹងទៅអាពលឺនឹងជះឡើងមកដូចភ្នំនឹងដូចយើងឡើងក្រហមហ្មងពីក្រោយបាទស្អាតណាស់បាទហើយយើងនឹងមានគម្រោងរៀបចំលើការងារនេះបាទហើយយើងនឹងរៀបចំឲ្យបានលឿនបំផុតសម្រាប់ស្រូបយកនៅសក្តានុពលទេសចរបន្តទៀតនៅក្នុងខេត្តរបស់យើងនេះហើយខ្ញុំជឿជាក់ថានៅពេលខាងមុខបាទក្មួយនឹងបានឃើញនៅសមិទ្ធផលទាំងអស់នេះបាទនៅក្នុងអាណត្តិទី7នេះក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបាទដែលជាថ្នាក់ដឹកនាំដ៏ឆ្លៀសវៃរបស់យើងបាទថ្នាក់ដឹកនាំឆ្លៀសវៃរបស់យើងនេះពាក់ព័ន្ធជាមួយនឹងសក្តានុពលសេដ្ឋកិច្ចហើយនឹងការអភិវឌ្ឍនៅក្នុងខេត្តហើយជាពិសេសនៅក្នុងខេត្តនេះខ្ញុំសូមជម្រាបជូនថាដោយសារតែខេត្តកំពតគឺជាខេត្តមួយដែលជាប់ជាមួយនឹងតំបន់ឆ្នេរហើយជាខេត្តមួយដែលភ្លៀងព្យុះមិនប្រាប់មុនអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធមានការលំបាកអញ្ចឹងហើយនៅក្នុងអាណត្តិនេះខ្ញុំជាមួយនឹងអាដាមប្រធានក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំខេត្តគឺយើងអត់បានស្ថាបនាផ្លូវទាំងអស់នោះជាផ្លូវកស៊ូទេគឺយើងធ្វើជាបេតុងបាទធ្វើជាបេតុងដើម្បីឲ្យមានភាពរឹងមាំហើយទប់ទល់ជាមួយនឹងអាកាសធាតុអញ្ចឹងហើយបានកូនក្មួយមកនៅក្នុងខេត្តនេះមានការប្រែប្រួលដោយហេដ្ឋារចនាសម្ព័ន្ធគឺសិតតែបេតុងបាទសិតតែបេតុងទាំងអស់នៅក្នុងខេត្តរបស់យើងនេះហើយយើងនឹងមានផែនការអភិវឌ្ឍបាទពាក់ព័ន្ធទៅលើវិស័យទេសចរនេះច្រើនទៀតបាទប៉ុន្តែវានឹងកើតឡើងនៅពេលខាងមុខដល់ខ្លីខាងមុខនេះបាទក្មួយនឹងអាចទទួលបានហើយនឹងអាចជក់ចិត្តដិតអារម្មណ៍មកកំសាន្តនៅក្នុងខេត្តកំពតរបស់យើងបាទជាមិនខាននេះជាបញ្ហាសំខាន់ណាស់ថ្ងៃនេះខ្ញុំគិតថាពាក់ព័ន្ធជាមួយនឹងសក្តានុពលទៅលើការងារសេដ្ឋកិច្ចការអភិវឌ្ឍខេត្តមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ការរៀបចំនិងការរស់នៅបងប្អូនពុកម៉ែប្រជាពលរដ្ឋខ្ញុំដឹងថាក្មួយទាំងអស់ប្រហែលជាចង់ដឹងច្រើនជាងគេបញ្ហាការដោះស្រាយវិវាទក្រៅប្រព័ន្ធមែនទេបើមែនប្រហែលអ្នកផ្ទះដៃមើលចំណុចនេះសូមបើកមុខកញ្ចក់បន្តិចទៅចោះអញ្ចឹងការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមុខការផ្សារភ្ជាប់ជាមួយនឹងការដោះវិវាទនៅតម្រូវការរបស់ពុកម៉ែប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តនេះមើលថ្ងៃនេះថ្ងៃ11ថ្ងៃ11បើថ្ងៃ13 4ឆ្នាំ2ថ្ងៃទៀតខ្ញុំទទួលដឹកនាំខេត្តនេះ4ឆ្នាំនៅ2ថ្ងៃទៀតទេដាច់ម៉ាណាត់ហើយបាទអញ្ចឹងតាំងពីយើងមកខេត្តនេះពីថ្ងៃដែលទទួលការប្រកាសតែងតាំងរហូតមកទល់ថ្ងៃនេះគឺខ្វះ2ថ្ងៃទៀត4ឆ្នាំអញ្ចឹងយើងបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតាមយន្តការរបស់រាជរដ្ឋាភិបាលនេះនៅក្នុងខេត្តនេះគឺចំនួន3150ករណីយន្តការនេះយើងបានបែងចែកជា3ទី1គឺត្រូវផ្ដើមចេញការដោះស្រាយពីអាជ្ញាធរភូមិដោះមិនកើតឡើងមកឃុំដោះមិនកើតឡើងមកស្រុកពេលដែលស្រុកដោះមិនកើតគឺត្រូវធ្វើរបាយការណ៍មកខេត្តហើយខេត្តខ្ញុំជាមួយនឹងជំនាញគឺត្រូវទៅដោះផ្ទាល់នៅមូលដ្ឋានដដែលបាទចុះទៅហើយខ្ញុំគិតថាបញ្ហានេះក៏រានជម្រាបទៅបងប្អូនក្មួយទេមិនដឹងថាទៅថ្ងៃមុខក្មួយទាំងអស់នឹងមួយណានឹងคล้ายទៅជាថ្នាក់ដឹកនាំកម្រិតណាគឺអត់ដឹងទេប៉ុន្តែគ្រាន់តែថ្ងៃនេះខ្ញុំគិតថាខ្ញុំនឹងយកពាក្យពេចន៍ដែលមាននៅក្នុងបេះដូងយកមករៀបរាប់ប្រាប់ដើម្បីឲ្យកូនក្មួយទាំងអស់យកទៅជាសណ្ដាប់ឬក៏ទុកជាក្របពូជដើម្បីបណ្ដុះបន្តនៅចំណុចនឹងពាក្យពេចន៍ខ្លះនៅចំណុចនឹងពាក្យពេចន៍ណាដែលអាចយកទៅប្រើកើតសំខាន់ណាស់បាទការដោះវិវាទគឺសំខាន់គឺយើងឈរនៅលើជំហរមួយច្បាស់លាស់ត្រឹមត្រូវហើយជាពិសេសខ្ញុំសូមបញ្ជាក់ថានៅយន្តការនៃការដឹកនាំនៅក្នុងខេត្តនេះគឺខ្ញុំប្រើឋានានុក្រម2ទី1គឺក្នុងនាមជាអ្នកអនុវត្តច្បាប់ក្នុងនាម
អ្នកដែលមានតួនាទីជាអភិបាលខេត្តមានតួនាទីជាគណៈបញ្ជាការឯកភាពខេត្តមួយទៀតឋានានុក្រមមួយទៀតគឺក្នុងនាមបាទជាកូនជាប្អូនជាបងជាពូជាក្មួយជាអ៊ំគ្រប់ក្រុមគ្រួសារទាំងអស់ទាំង 170000 នាក់នៅក្នុងខេត្តនេះគ្រប់ក្រុមគ្រួសារទាំង 180,000 គ្រួសារនៅក្នុងខេត្តនេះ 720,000 នាក់ដែលមានអ៊ំមួយពូមួយបងមួយប្អូនមួយនៅក្នុងក្រុមគ្រួសារដែលមានតួនាទីជាអភិបាលខេត្តអញ្ចឹងគ្រប់បញ្ហាទាំងអស់គឺយើងត្រូវតែផ្សារភ្ជាប់នឹងការរស់នៅជាមួយនឹងសុខទុក្ខបងប្អូនពុកម៉ែប្រជាពលរដ្ឋហើយខ្ញុំគិតថាការដោះកន្លងមកនេះដូចវាមិនដែលមានស្អីដែលត្រូវពិបាកអាដាមប្រធាននៅទីនេះស្រាប់អានឹងគាត់ជំរាបបងប្អូនបន្តិចទៅតែយើងដោះយើងធ្វើអញ្ចេះជាទូទៅកន្លងមកពេលដែលភូមិឃុំស្រុកដោះមិនចប់ឬក៏មិនអាចមានអំណាចគ្រប់ក្នុងការដោះគឺយើងត្រូវចុះពីខេត្តដែលមានរូបខ្ញុំនិងថ្នាក់ដឹកនាំទៅដល់យើងទៅដោះម្ដង3ឃុំមកឧបមាថាឥឡូវ3ឃុំហ្នឹងមានប្រមាណករណីដែលដោះមិនកើតថា20យើងយកឃុំណាមួយដែលចំណុចកដាលទៅហើយយើងប្រកាសពុកម៉ែយើងទៅអ្នកដែលមានវិវាទហ្នឹងទៅកន្លែងហ្នឹងទៅហើយមិនត្រឹមតែប៉ុណ្ណោះមិនតែពុកម៉ែយើងឯណាអ្នកមានបញ្ហាណាអ្នកអត់ទៅដែរមករោងតិចណាស់ក៏3000អ្នកដែរបាទ3000ប៉ុន្តែយើងមោទនភាពដែលយើងទៅយើងបានផ្សារភ្ជាប់សុខទុក្ខជាមួយពួកគាត់ដោះវិវាទផងបានទទួលទានអាហារជាមួយគាត់ទៀតពេលដែលទៅគឺយើងយកឆ្នាំងខ្ទះអាឆ្នាំងចៅការហ្នឹងអាឆ្នាំងខ្ទះដាំបាយការហ្នឹង10អង្គមួយតោនត្រីខ5 6ពាន់កំប៉ុងទៅដល់ដាំបាយឆ្អិនហើយយុវជនរបស់យើង100 200នាក់ដួសដាក់ស្លឹកឈូកដល់ពេលម៉ោង12បាយមួយកញ្ចប់ត្រីខមួយកំប៉ុងឬក៏2កំប៉ុងទៅចែកគ្នាទទួលទានទៅហូបរួចយើងទៅធ្វើការបន្តទៀតទៅបាទហើយដល់ពេលចុងក្រោយយើងលាគ្នាយើងផ្ដែផ្ដាំគ្នាទៅនិយាយគ្នាទៅបាទនេះជាបញ្ហាសំខាន់ណាស់ហើយជាពិសេសខ្ញុំគិតថាបើយើងដោះអញ្ចឹងបងអូនដឹងយ៉ាងម៉េចអ្នកខូចគឺកិច្ចបំផុតព្រោះនៅមូលដ្ឋានហ្នឹងគឺសាកសីរស់ច្រើនណាស់ដែលមកនៅពេលដែលយើងដោះមើលទៅឥឡូវពុកម៉ែឈ្មោះកគួរឲ្យពោះកឈ្នះទេឬក៏ឲ្យខយើងមិនបាច់ទាំងយើងកាត់ខ្លួនយើងផងពុកម៉ែអ្នកសម្រេចថាអូកូនឯងឲ្យកទេព្រោះកវាត្រូវចេះខវាចេះអានឹងល្អណាស់បាទហើយអ្នកដែលទទួលបានក៏ដោយកិត្តិយសដោយភាពពេញលេញពេញចិត្តពេញថ្លើមទាំងអស់គ្នាដែរនេះជាបញ្ហាសំខាន់ណាស់អញ្ចឹងហើយយន្តការនៃការដោះស្រាយកន្លងមកនេះគឺអាជ្ញាធរខេត្តគឺយើងបានប្រើប្រាស់យន្តការដោយបញ្ជាក់ខាងលើហើយកត្តានេះគឺជោគជ័យធំបាទធំណាស់ដែលយន្តការរបស់រាជរដ្ឋាភិបាលដាក់ចុះនៅការដោះស្រាយក្រៅប្រព័ន្ធនេះសម្រាប់ខេត្តយើងនេះគឺយើងទទួលបានជោគជ័យបាទទទួលបានជោគជ័យហើយធ្វើឲ្យពុកម៉ែប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្ដៅច្រើននៅជុំវិញបញ្ហាការដោះវិវាទនេះបាទអានឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងបាទថ្ងៃនេះខ្ញុំគិតថាបានជួបជាមួយនឹងក្មួយហើយខ្ញុំចង់ចូលរួមជាមតិនយោបល់ខ្លះដែលអ្វីដែលក្មួយមិនបានជួបក្មួយមិនបានដឹងហើយខ្ញុំបានជួបហើយខ្ញុំបានដឹងចង់ដែរចង់ស្ដាប់ដែរឬក៏អត់បើចង់ទះដៃសិនក្មួយគ្រាន់តែក្នុងឱកាសនេះខ្ញុំឲ្យក្មួយត្រូវចងចាំនៅពាក្យ3ហើយខ្ញុំនិយាយនៅក្នុងពាក្យ3ម៉ាត់នេះបរិយាយនៅពាក្យមួយពាក្យឲ្យក្មួយស្ដាប់តើពាក្យទាំងអស់នេះវាមានអត្ថន័យយ៉ាងណាទី1គឺខ្ញុំគិតថាឲ្យក្មួយត្រូវដឹងតើត្រូវដឹងពីស្អីខ្លះទី2គឺឲ្យក្មួយត្រូវចាំទី3ឲ្យក្មួយត្រូវធ្វើត្រូវដឹងត្រូវចាំហើយត្រូវធ្វើតើយើងត្រូវដឹងនោះដឹងពីស្អីបើសិនជាយើងមនុស្សម្នាក់មិនដឹងពីប្រវត្តិរបស់យើងពីការជូរចត់របស់យើងគឺមិនកើតទេគេថាបើភ្លេចក្រដេញតាន់បើភ្លេចសង្គ្រាមនឹងកើតឡើងចំពោះអ្នកដែលឆ្លងកាត់គឺដឹងច្បាស់ស្គាល់ពីរសជាតិច្បាស់តែអ្នកបន្តវេនបើមិនបានដឹងមិនបានយល់គឺវាអាចមានបញ្ហាអញ្ចឹងហើយថ្ងៃនេះខ្ញុំគិតថាថ្ងៃនេះយកក្របមកល្អីនឹងមកផ្សាបកន្លែងនឹងមកដុសបានប្រហែលចាំមើលបាទក្មួយថាខ្ញុំចង់ឲ្យក្មួយត្រូវដឹងពីអី
ខ្ញុំនិយាយរឿងខ្លះឲ្យក្មួយស្ដាប់ហើយយកទៅគិតខ្ញុំគឺជាមនុស្សម្នាក់ដែលធំធាត់មិនមែនធំធាត់ទេរស់ដោយលំបាកគឺជាជីវិតកុមារភាពក្នុងរបបប៉ុលពតហើយរបបប៉ុលពតនោះមិនមែនកើតនៅប្រទេសគេទេណាកើតនៅប្រទេសយើងតើរបបប៉ុលពតនោះវាវេទនាប៉ុណ្ណាសោកនាដកម្មប៉ុណ្ណាហើយដោយសារអ្នកណានេះក្មួយត្រូវគិតបញ្ហាហ្នឹងបាទកាលយើងនៅរបបប៉ុលពតលំបាកណាស់ខ្ញុំនៅជីវិតប្រពន្ធក្មួយបាទមិនប៉ាន់ក្មួយទូជាងនឹងច្រឡំគេនេះគេកន្លោះហើយបាទពិបាកណាស់នោះដែលជីវិតរបស់យើងទាំងអស់គ្នានៅក្នុងសម័យនោះក្មួយដែលទទួលទានឆ្អែតទេមើលពូសួរទទួលទានឆ្អែតអត់ពោតទុំមួយដូងទុំមួយគ្នា5នាក់មកគ្រួសារតើយើងហូបកើតទេមកកំប៉ុងអង្គគ្នា70នាក់លាយដើមចេកលាយតកួនលាយគុលចេកបាទលាយគុលលហុងកាលសម័យនោះអញ្ចឹងហើយបានខ្ញុំគិតថារឿងនេះគួរតែយើងនិយាយទាំងអស់គ្នាឲ្យបានដឹងឲ្យចាំបាទចាំនោះហើយក្មួយនឹងសិក្សាបន្ថែមទៀតថាតើមុននឹងធ្លាក់ចូលទៅរបបប៉ុលពតនោះតើដោយសារអីហើយក្នុងរបបប៉ុលពតការដឹកនាំថ្នាក់ដឹកនាំសម័យប៉ុលពតអ្នកដែលទទួលខុសត្រូវនៅលំដាប់មូលដ្ឋានទាំងអស់នោះតើចំណេះដឹងប៉ុណ្ណាគឺអវិជ្ជាទាំងអស់របបនោះគឺគេហៅថារបបថ្មិលបាទគ្មានទេបាទក្មួយខ្ញុំគ្រាន់តែនិយាយទេខ្ញុំគ្រាន់តែថាក្មួយត្រូវដឹងឲ្យគិតសម័យនោះកាលសម័យខ្ញុំនៅកុមារភាពនៅរបបប៉ុលពតចំការលឹកគេមិនបាច់ប្រើមនុស្សចាំទេអត់បាច់ប្រើមនុស្សចាំទេដឹកគេធ្វើម៉េចគេចាប់បានមនុស្សដែលលួចអាលឹកហ្នឹងកាត់ក្បាលយកមកដោតចុងដីហ្នឹងដោតចុងអាស័យមួយទៅអ្នកណាហ៊ានចូលប៉ុលពតបាទប៉ុលពតថ្ងៃមួយដែលខ្ញុំទៅជាមួយលោកឪពុកហ្នឹងពុកខ្ញុំគាត់ឈឺជូនគាត់ទៅពេទ្យឬពួកគាត់ខ្សឹបគ្នាថាតោះទៅរកម្ហូបខ្ញុំដឹងស្មានទៅរកម្ហូបនៅឯណាបាទនាំគ្នាទៅព្រៃក្រើយដែលគេយកសាកសពទៅបោះចោលហ្នឹងទៅឆ្កឹះយកសាច់បន្តិចហ្នឹងមកប្រឡាក់ជាមួយផេះឲ្យបយូរហាលរួចយកមកអាំងឲ្យដំឲ្យហូបជំងឺស្លាប់តគ្នានោះឲ្យទៅរកម្ហូបបាទចំណុចហ្នឹងខ្ញុំបើកមុខកញ្ចក់បន្តិចឲ្យក្មួយស្ដាប់ទៅចោះនៅសម័យប៉ុលពតកាលហ្នឹងចុងទសវត្ស77 78ខ្ញុំទៅពោធិ៍សាត់រឿងពាក់ព័ន្ធជាមួយនឹងរឿងដែលដោះក្តីហ្នឹងខ្ញុំទៅពោធិ៍សាត់ខ្ញុំដោះទៅចំរឿងមួយដែលខ្ញុំដឹងពីចំនួនប៉ុលពតដឹងយ៉ាងម៉េចថ្ងៃមួយខ្ញុំពីរអ្នកប្អូនជីដូនមួយបាទកាលនោះគេឲ្យពោតមួយឲ្យដូងមួយហូបមិនកើតទៅរក្មួយមិនស្គាល់ទេស្លឹកជ្រេះស្លឹកអីក្មួយមិនស្គាល់ទេបាទទៅស្រាប់ទៅឃើញមរោមស្គាល់មរោមទេបាទហៅអ៊ុលខ្ញុំទៅដល់ខ្ញុំជន់លឿននឹងទៅឃើញយកក្បាលទឹកវានឹងដាក់ស្លឹកខ្លុងបត់ធ្វើឈ្នៀងឲ្យដាក់យកមកហូបអស់ស្អែកទៅទៀតជន់ទៅមានណាជន់ទៅបាសដៃបាសជើងកាលហ្នឹងគឺពួកឆ្លប់យកបងប្អូនជនជាតិអ៊ីស្លាមរបស់យើងទៅសម្លាប់នៅកន្លែងហ្នឹង8 10នាក់ដល់ពេលខ្ញុំទៅរោងបាយគេថាណែឯងចេះទៅកន្លែងហ្នឹងប្រយ័ត្នគេកំតិចពួកនេះអស់ប៉ុណ្ណេះនាក់8 10នាក់កាលហ្នឹងមេកងនិយាយចឹងខ្ញុំអត់មកទេអញ្ចឹងរឿងហ្នឹងវាកន្លងហួសទៅនៅពេលដែលខ្ញុំទៅកាន់ជាអភិបាលនៅខេត្តពោធិ៍សាត់ខ្ញុំក៏ដោះរឿងហ្នឹងថ្ងៃមួយហ្នឹងមានបងប្អូនយើងមកប្តឹងពីបញ្ហាគេត្រូវរំលាយដំបូកយកដីពួកដីហ្នឹងបត់បញ្ជា01វាស់គេហើយពេលវាស់ហ្នឹងអ្នកម្ចាស់ដីហ្នឹងមិនប្រាប់ថាកន្លែងហ្នឹងទីទួលសក្ការៈរបស់បងប្អូនអ៊ីស្លាមយើងទេបាទអញ្ចឹងក៏គេវាស់ទៅប្រកែកគ្នាព្រោះម្ចាស់ដីគេរំលាយដំបូកហ្នឹងធ្វើស្រែមកប្តឹងដល់ខ្ញុំគាត់និយាយរៀបរាប់ប្រាប់ថាបងប្អូនរបស់គាត់ពីមុនមកកាលសម័យប៉ុលពតបានស្លាប់កន្លែងហ្នឹងប៉ុណ្ណោះអ្នកបាទខ្ញុំដឹងអញ្ចឹងរឿងពិតខ្ញុំអាចដឹងដល់ពេលដឹងអញ្ចឹងទៅសម្រុះសម្រួលទៅខ្ញុំក៏ទិញដីហ្នឹងឲ្យទៅបងប្អូនខាងអ៊ីស្លាមទៅបាទ
អានឹងតាក់ទងមកអញ្ចឹងមានមួយទៀតខ្ញុំធ្លាប់ដោះស្រាយរឿងមួយទៀតអានឹងនិយាយឲ្យក្មួយសោចចោះវាជាបទពិសោធន៍ដែរមានបងប្អូន2នាក់ហើយបងប្អូន2នាក់អីពុកម៉ែប្រជាប្រដ្ឋរបស់យើងមួយខ្មែរមួយអ៊ីស្លាមគាត់ចិញ្ចឹមគោដូចគ្នាដល់ពេលម្ខាងចាប់គោយកទៅទុកហើយម្ខាងទៀតទៀមទាថាគោនឹងគោគាត់អាញាធរភូមិឃុំដោះអត់រួចទេមើលក្មួយគិតថាម៉េចបើមួយថាម្ចាស់គោមួយទៀតថាគោគាត់ដូចគ្នាដែរម្ចាស់ទាំងពីរយើងត្រូវដោះទៅរបៀបម៉េចមើលអ្នកណាចេះដឹងទេអត់ដឹងទេអាហ្នឹងបទពិសោធន៍ដល់ពេលអញ្ចឹងខ្ញុំមិនដឹងធ្វើម៉េចវារឿងនឹងធ្លាក់មកដល់ខ្ញុំហៅមកដោះនៅក្មួយចាំអាហ្នឹងចាំអត់មាននៅក្នុងសភៅទេប៉ុន្តែយើងគិតថារឿងនឹងជារឿងតិចតួចទេប៉ុន្តែវាជាកលឹះដែរដល់ពេលអញ្ចឹងខ្ញុំចាំកាលខ្ញុំចំនួនអពតខ្ញុំមើលគោដល់ពេលអញ្ចឹងខ្ញុំហៅមេភូមិមេឃុំហើយនឹងអ្នកទាំងពីរហ្នឹងមកប្រឌិតមេដៃថាអ្នកណាដែលជាម្ចាស់គោពិតប្រកបគឺឲ្យគោជាអ្នកសម្រេចតើនេះឲ្យគោអ្នកសម្រេចរឿងហ្នឹងឲ្យគោអ្នកសម្រេចមែនខ្ញុំឲ្យគោអ្នកសម្រេចព្រឹកឡើងខ្ញុំឲ្យមេភូមិទាំងពីរភូមិវិចបាយរួចដេញគោទៅចំមុខភ្នំត្រប់បាទនៅពោធិ៍សាត់ហ្នឹងដេញទៅចំមុខភ្នំត្រប់ដេញទាំងអស់គ្នាដេញរួចម្ចាស់គោទាំងពីរនាក់ហ្នឹងអត់ឲ្យទៅទេអត់ឲ្យទេយកទៅទុកឲ្យឆ្ងាយអត់ឲ្យទៅមើលគោអត់ឲ្យទៅមើលអីទាំងអស់ឲ្យមេភូមិមេឃុំអ្នកមើលឲ្យដេញទៅទាំងអស់គ្នាដេញចូលគ្នាគោទាំងពីរវងដេញចូលគ្នាណាស៊ីទៅដល់ពេលថ្ងៃចិត្តកងភ្នំគោវាមកផ្ទះរៀងខ្លួនដល់គោវាមកផ្ទះរៀងខ្លួនគោដឹងផ្ទះជាងយើងអត់វិញផ្លូវទេអាចាប់ទុកប្រហែលថ្ងៃហ្នឹងវាមកផ្ទះខាងនេះមកផ្ទះខាងនេះខាងបងប្អូនយើងខាងនេះដែលគាត់ថាមកខាងទៀតយកហ្នឹងមកខាងនេះហើយមកខាងទៀតនោះគាត់ថាគោគាត់មិនបើគោមកខាងនេះគោវាស្គាល់ផ្ទះជាងអញ្ចឹងបើគោស្គាល់ផ្ទះខាងណាប្រកាសជាគោម្ចាស់ខាងនោះហ្នឹងអញ្ចឹងបានសេចក្តីថាទុកឲ្យគោជាអ្នកសម្រេចហ្នឹងអញ្ចឹងហើយអត់ទេអត់មានដឹងទេបងឯងដោះមិនក៏មិនចេញដោះមិនចេញដែរដោះយូរដោះស្រាយទៅមិនចេញខ្ញុំថាតាអានឹងដោយសារបត់ពិសោធន៍ដែលយើងចេះពីចំនួនពលពតយំតាំងពីស្រែរហូតមកយកបាត់គោមិនគេត្រូវមិនត្រូវនេះទេមិនត្រូវគោលស័យបាត់ហើយបាត់គោហើយដល់ពេលអញ្ចឹងលោកពុកខ្ញុំតាមអីគាត់ឯងកុំយំអីបន្តិចទៀតគោមកដល់ហើយមែនយំបន្តិចគោមកដល់ផ្ទះមែនវាស្គាល់ផ្ទះមែនអញ្ចឹងខ្ញុំយកអានឹងមកដោះស្រាយអញ្ចឹងរឿងខ្លះក្នុងការដោះស្រាយវាសិតតែប្រមូលមកផ្សំគុំទាំងអស់គ្នាអញ្ចឹងចំណុចនេះដែលខ្ញុំចង់ឲ្យក្មួយដឹងក្មួយទាំងអស់ក៏ត្រូវតែសិក្សាថាតើប្រវត្តិកាលនៃប្រទេសរបស់យើងក្រោយពីមហានគរ500ឆ្នាំដែលយើងសិតតែជាបញ្ញវន្តទាំងអស់តើយើងមានបានសិក្សាទេថាតើក្រោយមហានគរ500ឆ្នាំទឹកដីនិមិត្តភូមិរបស់យើងពេលនោះយ៉ាងម៉េចហើយនៅពេលនេះយ៉ាងម៉េចខ្ញុំគិតថាក្រោយពីមហានគរ500ឆ្នាំយើងមិនដែលមានឱកាសនឹងពេលវេលាណាដែលល្អប្រសើរហើយមានសមត្ថភាពលទ្ធភាពអាចបញ្ចេញឲ្យសម្រាប់អភិវឌ្ឍប្រទេសរបស់យើងដូចពេលនេះទេបាទដូចពេលនេះទេពេលនោះគឺដឹងហើយថាសង្គ្រាមអសន្តិសុខដោយលើទាំងអស់បាទណាអានេះចំណុចនេះក៏ត្រូវឲ្យក្មួយត្រូវចាំដែរបាទត្រូវដឹងដែរថាពីមុនរបៀបម៉េចបាទយើងត្រូវធ្វើរបៀបម៉េចអានេះពាក់ព័ន្ធជាមួយនឹងការត្រូវដឹងបាទជាពិសេសមួយទៀតក្មួយត្រូវចាំយ៉ាងម៉េចចាំថានៅពេលនេះយើងមានស្អីខ្លះយើងសុខសប្បាយរបៀបម៉េចខ្លះយើងមានតម្លៃជីវិតរបៀបម៉េចខ្លះតើយើងត្រូវធ្វើយ៉ាងម៉េចបាទយើងចាំទាំងអស់នៅអ្វីដែលយើងមាននេះបាទតើយើងមាននេះដោយសារអ្នកណាចំណុចនេះខ្ញុំបើកវងកញ្ចក់បន្តិចទៅចោះខ្ញុំមិនដឹងថានេះទេប្រហែលជាក្មួយមិនបានដឹងដែរឬក៏អត់ឬក៏បានធ្វើឲ្យដែរឬក៏អត់ទេចំពោះខ្ញុំឥឡូវនេះខ្ញុំជាមួយនឹងអាដាមប្រធានក្រុមប្រឹក្សាប្រហែលជាខ្ញុំនឹងរៀបចំយន្តការនេះហើយខ្ញុំបានផ្សព្វផ្សាយរួចហើយដាក់ម៉ូតូ2នៅលើឡានចុះទៅតាមសាលាមត្តេយ្យសាលាបឋមសាលាចុះទាំងអស់ចុះទៅយ៉ាងម៉េចចុះទៅដើម្បីសួរក្មួយរបស់យើងខ្ញុំចង់សួរយ៉ាងម៉េចចំណុចនេះខ្ញុំបើកវងកញ្ចក់បន្តិចខ្ញុំធ្លាប់
từ riêng nơi Russia ban nơi Ukraine nơi chất Ukraine khiêm nơi Belarus nơi Min nơi chất Ukraine riêng rồi đại khiêm bị chọc cả bà lóng khiêm tay để chi rốt phượng từ lên Ukraine từ lên kêu sàn na hãy có miên mật phẹo mùi nơi pe để miên mật phẹo mà nè nâng cái mau muốn khiêm cả nâng khiêm tâm châu thế cái chất chọc aspiron hái bà đào pe cái mau muốn cái sơ muốn khiêm sơ cho bỏ cái non khiêm từ lên sọc cái cái mau muốn cái cá muốn khiêm mau cối cá cối mình ban cồn cối tới cồn cái bùa đó khiêm tay dọc biển năng mà gì cồn cái pi nè prong môi sấy môi cái thà khai anh tỏ từ chun cồn nhưng từ xà la pi nè mến khiêm từ chỉ môi quạt mến từ đó miền kêu cái nơi nóng quá bòn vũ kêu cái nơi nóng từ đó chập đây không ai pi nè đặt đây trôi tới kinh cùi xú thật còn anh liệp bẹ sạt nó đã xa nè na còn anh chi lan sạt nó đã xa nè na còn anh ọt miền lư crop plow crom sale nó đã xa nè na không ai chơi lên rồi cái đặt đây không ai từ thoại cùng vừa đẹp bờ một bẹ bờ bọc kia đại kia thà nè nâng chi nè miền cún thoại cúng mà nè nâng ấy để chui ở con ai pui pung vong tao con ai ta tu ta lu ta lia con ai là hôn mà đó con ai ruột riêng mình chỉ vật sốc cứ vậy nè nâng ạ chọc dương bình dương miền ngày này đôi khi nhông prap tha dương đăng hai tha bị muốn nhàng mạch lấy nhàng mạch ta ca đăng chóp cho môi nâng ca toàn côn sọp côn đây cái hai tha vấp thọ cắt thì nhiều nút ta dương miên hay nữa ở đây là khi ông dây ní cứ bẹo con thì môi nâng vấp thọ cắt thì nhiều đò pin trắng á cái bản đâu là vấp thọ cắt thì nhiều ní chỉ môi không anh ban đăng côn son côn top côn nơi mình nước đai sầm khăn lơ tận đây là bọc kì hơi khi ông còn là chưa thế thà lô có bốc khi ông còn chưa cứu đá hơi khi ông còn vẫn đại ban bọc bong chip chưa cứu đá miền pê cứ khi ông tới tập bằng riêng cả nơi ông gặp hiệp sẽ tập cách khi ông bằng riêng sơ khi ông bạn nhá được ban bay buôn chấm nó nó ba bàn đại này cái su chẳng á đò pê những cái áo khmer cái đắng hay à ba thoa cắt thì nhú nếu nhom đăng tha ọt miên là không sập hơi tí bàn tay việc đâu là không chẳng đâu là không chẳng chẳng là khmer là nơi tôi vì chập đào độc đò pê khmer nhưng thông tới khaiជាកោសកាសង្គមភាពកតញ្ញូនឹងប្រើប្រាស់កើតអញ្ចឹងហើយបានយើងក៏លេខឃើញនៅលើទឹកដីនិមិត្តភូមិនៅរបស់ជនជាតិដទៃដែលគេបានក្រាវនៅវប្បធម៌កតញ្ញូនេះធ្វើឲ្យខឿនការពិជាតិខឿនមនសិការខឿនកសាងគ្រប់យ៉ាងរបស់គេមានភាពល្អប្រសើរប៉ុន្តែខ្ញុំគិតថាយើងមិនមែនយើងអត់មានទេយើងមានប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគ្រាន់តែបញ្ជាក់បន្ថែមចង់ឲ្យក្មួយយកទៅគិតទាំងអស់គ្នាហើយយើងមានដែរបានដឹងទេហើយយើងមានដែរសួរខ្លួនឯងអត់ខ្ញុំជំរាបក្មួយថាខ្ញុំមានកូន4ស្រី3ប្រុស1ឥឡូវកូនស្រី3ហ្នឹងគិតចប់អស់ហើយទី1គឺនៅក្រសួងការបរទេសឥឡូវគេទៅនៅមួយគ្រួសារគេនៅកូរ៉េនោះទៅកាន់ទូតនៅកូរ៉េមួយទៀតគឺនៅក្រសួងយុទ្ធភ័ពមួយទៀតកំពុងតែរៀនពេទ្យនៅអង់គ្លេសប៉ុន្តែត្រូវតែប្រាប់អ្វីដែលយើងមានអ្វីដែលយើងដឹកចេញទៅរៀននៅស្រុកគេតែងតែឲ្យយើងតែងតែសួរយើងថាតើយើងមានស្អីខ្លះថ្នាក់ដឹកនាំយើងរបៀបម៉េចកូនខ្ញុំនិយាយបានសិតតែអេបូកទាំងអស់នៅពេលដែលនិយាយរៀបរាប់ពីវីរភាពបាទរបស់ថ្នាក់ដឹកនាំនេះសំខាន់ណាស់អញ្ចឹងបាទយើងទាំងអស់គ្នាយើងក៏លេខមកវិញខ្ញុំចង់ដឹងក្មួយទាំងអស់គ្នាមានដែរបានសួរទេយើងមានដែរបានដឹងហើយចង់ដឹងទេថាតើពីមុនយ៉ាងម៉េចលោកម្ដាយតើយ៉ាងម៉េចផ្លូវនឹងពីមុនមកស្អាតទេពីពេញមកដល់កពតពីមុនដេកផ្លូវប្រហែលដងឥឡូវយើងជិះប្រហែលម៉ោងតើយើងមានដែរបាននិយាយទេតើអ្នកណាជាអ្នកផ្ដល់ឲ្យរបស់ទាំងអស់នេះតើអ្នកណាដែលយកប្រទេសមួយពីកំណើតផេះនេះយកមកអភិវឌ្ឍនេះបានផូរផង់ដូចថ្ងៃនេះអ្នកណាគឺសម្ដេចតេជោនេះសំខាន់ណាបាទខ្ញុំចង់ឲ្យក្មួយស្វែងយល់លើការងារនេះ
ខ្ញុំអត់ចង់ឲ្យក្មួយមានការភ្លេចត្រូវបណ្ដុះនៅវប្បធម៌កតញ្ញូនេះនៅក្នុងខ្លួនឲ្យបានល្អបាទគេថាម៉េចអញ្ចឹងហើយបានខ្ញុំថាបើយើងភ្លេចក្រដេញតន់យើងភ្លេចសង្គ្រាមនឹងកើតឡើងអញ្ចឹងក្នុងនាមយើងជាកុលបុត្រកុលធីតាចំនួនក្រោយលើទឹកដីនេះតើយើងត្រូវធ្វើម៉េចខ្លះជាមួយនឹងទឹកដីនេះដើម្បីឲ្យទឹកដីនេះគង់វង្សថិតថេរគេរកាលណាជានិច្ចរៀងទៅរហូតតើយើងត្រូវធ្វើម៉េចតើតែយើងត្រូវមានការប្រុងប្រយ័ត្នហើយយើងដឹងអញ្ចឹងប្រយ័ត្នអញ្ចឹងបាទយើងធ្លាប់ក្រកន្លងមកយើងធ្លាប់សង្គ្រាមកន្លងមកអញ្ចឹងយើងដឹងរួចហើយយើងគិតរបៀបម៉េចកុំឲ្យចំបាទក្នុងនាមយើងជាមនុស្សចំនួនក្រោយអ្វីដែលសកម្មភាពបំរើទៅឲ្យមានការរិចរិលបាក់បែកខ្ទេចខ្ទាំនៅទឹកដីនិមិត្តភូមិរបស់យើងត្រូវតែជៀសឲ្យផុតហ្នឹងក្នុងនាមយើងជាយុវជនដែលជាបញ្ញវន្តនឹងសំខាន់ណាស់អញ្ចឹងក្មួយទៅវិញសួរលោកឪពុកអ្នកម្ដាយតែឮអ៊ំចវាយខេតថាចំនួនពលពតវាមិនម៉េចហើយអ៊ំឆ្អែតរឿងក្របកភ្លើងក្របអីនេះឆ្អែតដែរបាទឆ្អែតបាទតែក្មួយមិនដែលឃើញមិនដែលដឹងមិនដែលឮនេះកុំចង់ឆ្លងកាត់អញ្ចឹងអ្វីដែលចាស់ទុំប្រាប់គឺក្មួយត្រូវស្ដាប់ហើយយើងធ្វើទាំងអស់គ្នាបាទធ្វើទាំងអស់គ្នាសំខាន់ណាស់ខ្ញុំគិតថាក្មួយទាំងអស់នៅថ្ងៃនេះគឺសិតតែជាបញ្ញវន្តហើយជាធនធានមនុស្សប៉ុន្តែខ្ញុំគិតថាធនធានមនុស្សគឺមិនទាន់គ្រប់ទេធនធានមនុស្សសម្រាប់តែយើងសម្រាប់អភិវឌ្ឍប្រទេសសម្រាប់អភិវឌ្ឍជីវភាពគ្រួសារនិងការរកទទួលទានបៀវត្តអីតែប៉ុណ្្នឹងទេមែនទេធនធានមនុស្សយកចំណេះដឹងមកប្រើមែនទេប៉ុន្តែខ្ញុំចង់ឲ្យក្មួយទាំងអស់ប្រសូតចេញឲ្យបានคล้ายទៅជាធនធានជាតិមួយទៀតតើធនធានជាតិនោះមានលក្ខណៈសម្បត្តិរបៀបម៉េចចំណុចនេះអ៊ំបើកមុខពុះបើកមុខកញ្ចក់បន្តិចក្មួយទាំងអស់គ្នាថាតើជីវិតរបស់យើងមានប្រមាណនៅលើលោកីនេះជីវិតរបស់យើងមានប្រមាណអ្នកណាថាប្រមាណមើលអ្នកណាថា1ផ្ទះដៃអ្នកណាថា2ផ្ទះដៃអញ្ចឹងខុសគេតអ៊ំហើយមាន2អញ្ចឹងដើម្បីអ៊ំការពារនៅពាក្យរបស់អ៊ំថាមាននៅលើលោកីនេះជីវិតមាន2ជីវិតទាំងពីរនេះដាច់ខាតគឺត្រូវតែយើងធ្វើយ៉ាងម៉េចឲ្យរស់ឲ្យបានប្រសើរបំផុតក្មួយស្ដាប់ឲ្យតណាជីវិតទី1គឺជាជីវិតដែលលោកឪពុកលោកម្ដាយបានផ្ដល់ឲ្យពីថ្ងៃកើតដល់ថ្ងៃស្លាប់ជីវិតទី1ពីថ្ងៃកើតដល់ថ្ងៃស្លាប់នេះតើជីវិតមួយនេះធំធាត់រស់រានដោយសារអីគឺដោយសារប្រាក់ខែដោយសារម្ហូបអាហារដោយសារបៀវត្សដោយសារអីទឹកអីចឹងទៅនិយាយវាមិនអស់ទេរឿងហូបចំណីមិនចឹងក្មួយទទួលទានបបរបាយអីចឹងទៅដើម្បីយើងរស់ថ្នាំសង្កូវផ្សេងនេះគឺដើម្បីឲ្យជីវិតក្មួយរស់បានពីថ្ងៃកើតដល់ថ្ងៃស្លាប់60 70 80ឬក៏100ឆ្នាំអញ្ចឹងជីវិតរស់នេះត្រូវការម្ហូបអាហារដើម្បីបំពន់រាងកាយនេះឲ្យរស់តែសម្រាប់អ៊ំជីវិតមួយទៀតគឺជាជីវិតរបស់ជនជាតិមួយជីវិតរបស់ជនជាតិមួយដូចជនជាតិយើងអញ្ចឹងជនជាតិកម្ពុជាជនជាតិរបស់យើងជនជាតិខ្មែរតើជីវិតរបស់ជនជាតិយើងដើម្បីឲ្យរស់គេទទួលស្គាល់ថាខ្មែរតើយើងត្រូវធ្វើអីខ្លះមានស្អីខ្លះយើងត្រូវមានអក្សរសាស្ត្រយើងត្រូវមានវប្បធម៌យើងត្រូវមានអរិយធម៌យើងត្រូវមានបូរណភាពទឹកដីកិត្យានុភាពទឹកដីភាសាសាសនាទំនៀមទម្លាប់លក្ខទាំងអស់នេះគេអាចសម្គាល់ថាជាជនជាតិមួយហើយជនជាតិនេះមានទាំងអស់នេះគេសម្គាល់នេះបានជនជាតិនេះរស់រានមានជីវិតរាប់កោតលានឆ្នាំដែលគេអាចទទួលស្គាល់បានតែបើសិនជាយើងធ្វើឲ្យបាត់បង់ឬក៏យើងមិនថែទាំបីបាច់នៅអ្វីដែលជាអាហាររបស់ជនជាតិមួយនេះមានវប្បធម៌អរិយធម៌នេះមានការបាត់បង់យើងនឹងថ្ងៃណាមួយយើងនឹងបាត់បង់យើងនឹងស្លាប់អត់ចំណេញស្លាប់អញ្ចឹងចំណុចនេះក្មួយត្រូវតែមានការពិចារណាបានច្បាស់លាស់
ហើយត្រូវចូលរួមគិតជាមួយអ៊ំទាំងអស់គ្នាជាមួយពូទាំងអស់គ្នាតើយើងមនុស្សចំនួនក្រោយតើយើងត្រូវថែរក្សារបៀបម៉េចតែថ្ងៃនេះខ្ញុំសប្បាយចិត្តដល់ខ្ញុំមើលទៅបងសកលវិទ្យាធិការខ្ញុំអត់ឃើញក្មួយខ្ញុំលាបសក់ក្រហមបាទលាបសក់ក្រហមកបយលហែកអត់មានមកអត់ទេពេលខ្លះយើងត្រូវគិតគេអត់មានតែប្រើយើងមិនតិចផងស្រាប់ឲ្យយើងទៅបំរើគេដោយខ្លួនឯងទៅផ្សាយពាណិជ្ជកម្មឲ្យគេដោយខ្លួនឯងដូចមិនកើតទេហីអត់ទេឥឡូវគាត់អ៊ំបើកមុខចរនៅក្នុងខេត្តនេះស្រុកឃុំដែលជាប់ជាមួយនឹងបន្ទាត់ព្រំដែនប្រទេសជិតខាងអ៊ំត្រូវឲ្យប្រធានការិយាល័យរៀបចំលំនៅឋានជាមួយមេឃុំត្រូវផ្ដិតយកលំនៅឋានដែលមានរចនាបថរបស់យើងមកតម្កល់ទុកនៅឃុំពេលដែលពុកម៉ែយើងចង់សាងសង់ត្រូវបើកឲ្យគាត់មើលស្រឡាច់មួយណាម៉ូតមួយណាដែលជារចនាបថរបស់យើងពីមុនមកយើងដឹងហើយយើងដឹងថាក្រោយថ្ងៃរំដោះ79ដែលសម្ដេចតេជោយកមកដោយលំបាកដោយជីវិតគឺប្រទេសយើងយកពីកំណោផេះបាទកំណោខ្ជុំពេលនោះយើងធ្វើម៉េចបិទបាំងរបៀបម៉េចឲ្យតែវាបានតិចបានកុំឲ្យត្រូវភ្លៀងមិនក៏ដោយប៉ុន្តែឥឡូវនេះយើងត្រូវគិតអានឹងមិនត្រឹមគិតប៉ុណ្ណឹងគិតដល់មឈូសទៀតមុននឹងយកតកប់ហ្នឹងនៅចិត្តព្រំដែនហ្នឹងត្រូវមើលតើមឈូសហ្នឹងទៅសេអសអីអានឹងដល់កម្រិតហ្នឹងទៀតបាទកម្រិតហ្នឹងយើងត្រូវគិតដល់ចំណុចហ្នឹងបានទាំងអស់គ្នាហើយរឿងទាំងអស់នេះគឺយើងទាំងអស់គ្នាដែលជាម្ចាស់ដែលត្រូវប្រើប្រាស់ចរិតនិងមនសិការរបស់យើងឲ្យបានច្បាស់លាស់យើងគិតខ្ញុំធ្លាប់នៅខេត្តចាស់រុក្ខទិវាដឹកដើមឈើមកពីនោះមកពីលិចមកក៏ខ្ញុំឲ្យមើលដែររុក្ខទិវានឹងរបៀបម៉េចឈើនឹងមាននៅក្នុងភូមិសាស្ត្ររបស់ខ្ញុំទេយកមកដាំហ្នឹងបើអត់មានទេចេញទៅវិញដកដុតកវត្តចោលហ្មងព្រោះអានឹងកាលណាយើងដុកដាំទៅ20ឆ្នាំក្រោយគឺវាអាចបន្តពូជវាផ្កាវាអីហើឲ្យពេញទៅព្រៃទៅ20ឆ្នាំក្រោយទៀតបានផលធ្វើម៉េចយកអាឈើនេះចាំកាប់អាឈើនោះកុំកាប់យូរទៅគេថាអញ្ចេះអញ្ចោះយើងថាម៉េចការពារអានឹងត្រូវការពារគ្រប់អញ្ចឹងណាការពារមកត្រូវការពារអញ្ចឹងហើយពាក្យពេចន៍នេះខ្ញុំគិតថាវាសមណាស់នឹងអ្វីដែលខ្ញុំយកមកនិយាយថ្ងៃនេះជាមួយក្មួយរបស់យើងដែលជាបញ្ញវន្តដែលជាសសរទ្រូងសសរស្ដំនៅលើទឹកដីរបស់យើងដែលយើងត្រូវថែទាំការពារទាំងអស់គ្នាគ្រប់បែបយ៉ាងនេះបាទនេះជាបញ្ហាសំខាន់ណាស់បាទសំខាន់ណាស់បាទហើយសូមឲ្យក្មួយកុំភ្លេចសួរលោកឪពុកអ្នកម្ដាយថាតើអ៊ំនិយាយនេះខុសឬក៏ត្រូវពីមុនយ៉ាងម៉េចឥឡូវយ៉ាងម៉េចហើយយកមកចាំយកមកគិតបាទយកមកគិតទាំងអស់គ្នាបាទហើយអ្នកណាជាអ្នកនាំមកបាទអ៊ំនិយាយអញ្ចឹងមិនមែននេះទេគឺអ៊ំត្រូវតែទទួលស្គាល់ហើយជាពិសេសក្មួយទាំងអស់ដែលជាបញ្ញវន្តត្រូវតែទទួលស្គាល់នៅការពិតទាំងអស់គ្នាដែលក្នុងនាមយើងជាអ្នកចេះអ្វីដែលជាការពិតយើងត្រូវទទួលស្គាល់ទាំងអស់គ្នាថាយើងពីមុនយ៉ាងម៉េចឥឡូវយ៉ាងម៉េចយើងត្រូវដឹងថាយើងជាអ្នកណាមកពីណាហើយយើងត្រូវធ្វើអីនៅលើទឹកដីកំណើតនេះសំខាន់ណាស់ចំណុចទៅនេះខ្ញុំឲ្យក្មួយត្រូវគិតទាំងអស់គ្នាបាទចំណេះដឹងគ្រាន់តែជាបាទលទ្ធភាពនៃការទទួលបាននៅចំណីអាហារ3ពេលទេប៉ុន្តែមនសិការរបស់យើងក៏ត្រូវតែមុជឲ្យជ្រៅបាទធនធានជាតិរបស់យើងត្រូវឲ្យច្បាស់បាទចំពោះទឹកដីនិមិត្តភូមិរបស់យើងនេះហើយកន្លងមកនេះខ្ញុំតែងនិយាយជាមួយក្មួយរបស់យើងជាពិសេសគឺក្រុមយុវជនគាត់ថាខ្ញុំវាហួសអាយុខ្ញុំមិនចេះខ្ញុំមិនចោះមិនបានទៅសមរភូមិការពារជាតិខ្ញុំថាអត់ទេរឿងការពារជាតិការពារទឹកដីនេះពេលខ្លះក្មួយអត់ដឹងទេដោយក្មួយខ្លះបងប្អូនខ្លះគាត់នៅមូលដ្ឋានគាត់ប្រឹងការងារគាត់ប្រឹងជួយផ្ដល់សេវាពុកម៉ែរបស់យើងជនជាតិរបស់យើងគ្រួសាររបស់យើងហើយគាត់ថាប៉ុណ្្នឹងហើយគាត់អត់ដឹងថាគាត់នឹងកំពុងធ្វើអីទេតែបើតាមការគិតរបស់ខ្ញុំអ្វីដែលគាត់កំពុងធ្វើនេះគឺគាត់កំពុងតែសងគុណនៅទឹកដីកំណើតរបស់យើងអញ្ចឹងខ្ញុំគិតថាក្មួយទាំងអស់ដែលនៅទីនេះអ្វីដែលយើងបានធ្វើសូម្បីតែស្លៀកពាក់តាមប្រពៃណីរបស់យើងនឹងក៏យើងបានសងគុណទឹកដីកំណើតរបស់យើងដែរហើយចំពោះខ្ញុំនៅខេត្តនេះជាវាយស្រុកប្រធានទី
từ bị chung nơi khai đó từ bị chung nơi bờ tép xén cứ mau bái tới từ thọt được nhom mới buộc nhom trăng khơi thà ta sầm liệp bằng pẹ nơi pe từ tua tiên là han đó bình chắc bây giờ tạo sinh nhàn bảo dương này được có buộc dương tới tầm nang chiết dương chăng là vậy để chiết dương miên đây chỉ vứt rồi bảo dương nút dương tới ta sầm đáy ở cái khơi không môi mưa từ bị chung nơi khai đặt tây ấy dương ở bờ tây đặt tây dương mưa cái sliệp ấy chăng mà ta bành hàn đi dương tới ta cất ta ngọc này hay ở đây để khi ông đi dây ngày nay cứ khi ông trong bộ là làm khmui vào vinh tha dương trời đăng thà dương chia nè na dương mau pì na hay dương trời thưa ấy nên lực đây cầm na rồi bỏ dương đi bà ở đây để dương thưa tư ca tập tu ban hay là ca bắt bong tao vì miền tập lại được cái này đây được có ớt ba chắc anh ấy khi ông ban vùng cho anh thấy cho khmui mau cả bột khmui đa ta một chàng khi ông dây đã buôn pram mát lấy càng còi càng nó ngọt miên này na cái sòng thì này khai cặp bốt sát cứ đời xa tại vì du phun bồ cô thế tại bữa nom cái này sòng trôi càng lệch nâng băng phun bồ cô cứ khai cặp bốt sập phòn là phép am tán từ cọp đời không biết ngày na ngư bằng vinh rồi nhưng bà bong bồn dưỡng sòng chưa rốn lắm nè anh vậy chẳng nè nam mau nè na đăng nghe nó tham mấy chứ nhom lư kình vậy tam kia đấy cái tới cái lại Starbucks chẳng á bọn bầu dương màu bị ngái cho cái anh nhầm vậy tam khoa đấy qua ta cho school na với ta xong ấy có buồn mấy bằng phần bộ cổ còn vậy chứ chẳng còn vậy chẳng đọc bê dương nè dương man Paul bị nâng mau môn đừng dương đua bài hộp đã mọt dương lư kinh gì chẳng tao dương ai hộp cao thế kết hộp bắt cao thế chẳng bàn dương kết tha tầm lay này ca bắt bong tầm lay này ca từ tua ban hay nâng tầm lay này ca bắt bong tao liền miên tầm lay được cái thế ọt thế hơi bữa sân gì trôi khẳng lạnh ní mình tranh plong cool đấy là khi tranh plong cool đấy chỉ mỗi Adam một bạn cái dùng này đây bắt bởi dù phun nâng tầng ngõ trời chọc hơi dương đăng ấy ta khai cặp bốt vì mình men đánh mốc này nè khai cặp bốt cứ chỉ khai mũi không chầm nóng khai tầng mà phay pram đi thành khai để cho mót sầm mót miên buôn tu teng bát tê cứ khai cặp bốt ní coi chỉ sầm bắt rồi bỏ khai teng mà phay pram đi thành đây chẳng dương trời kết Paul phải giỏi chiết Paul phải giỏi ru mà ní bành hà ní sầm khăn na chẳng dương kết thà bôn tầng ngõ mình đang thà ngày mốc bôn là khai tới chỉ ấy khai chỉ thà đặc nom khai chỉ ấy bôn còn để chăm thà nhôm sờ rộng mà vĩnh thà bôn trời đăng ở squal thà dương chiên nè na máu bị na hay dương trời thực ấy dương trời đăng dương trời chăm hay dương trời phơ hay dương trời đăng thà chỉ vứt rồi bỏ dương cứ miên pi thay ở bàn chỉ vứt đại lúc mà đai lúc ở bốc bắt đầu oi vì ngày cao đó ngày slap nâng chia chỉ vứt rồi bỏ chun chiết rồi bỏ dương tao dương trời thay tom là bị mạch đầm bay ở chỉ vứt chun chiết mũi ní rùa riêng rọp cao liên năm từ mốc lơ bị phốp lột đôi kì không khả năng nâng dương thời kết mình chẳng muốn nâng sạch sọ mờ nè muốn nâng tay vót bé ai mơ srua lì ai nâng ai của pì ní ai ấy nè mơ srua tại ông ngày nè thập bé ai khâu mau tới bàn tay về hộp chung xua tới một bốn tháng bòn tôi chọn bé ai khâu nó hầu là mấy hộp chung mấy bé ai thông á chẳng bạn bé ai thông mà nó tạm bật chia thế mà nó rương mình chẳng á nè và chắc bạn tha ngày nay ông ai chia cầm nít này giờ bao đó đi ở không mua kết được ngọc này ở bàn cho ba môn đừng thưa ấy mui dương từ kết ở bàn cho ba ta ca từ tua ban là ca bắt bong ta ca từ tua ban chỉ phao phải giỏi rùm cứ có chỉ phao phải giỏi bọc cồn hai ca bắt bong lúc là bị mất cổng kê và buôn ngao bằng moan muối từ rụp tia bay khnog đồn ta tục ỏi có ngao đá nó cao đấy cá đấy rư có kê son này da chạm mà bông nơi pri ấy non kia trên thì chưa đá về da chanh bọc kì cổng chân mình thà phải giặt không niêm chỉ ba nhà quan mà nè tới tầm miên chan tẹt nhưng mà nè cả ở bàn cho bát lo ở ban là o và sai bằng phật hay ngày nay ông pu kết thà o côn na chỉ môi nâng Adam mi bồ ra đại lục bàn bắt đầu là cả nhóm chụp mùi cồn mùi là bỏ giường đi và hay bong cùng khai chất á ngày na tới ao nhóm mình giấy phép tới nhóm rơ rương na mình giấy thay tiết
ឲ្យតែក្មួយអាសាមកចាំតម្លើងម៉ាស៊ីនតិចទៀតថ្ងៃនេះស្អុះទេអត់ទេមានបានហូបចេកទេហ៎ភៀងមិនអត់ដាក់ចេកនឹងក្រៅពងផ្សាយពាណិជ្ជកម្មថាចេកនឹងចេកកពតផងគេឲ្យប្រមាណ20-30 កេសនោះបងហ៊ុនឡាគាត់ឲ្យមកអ៊ំដាក់ខាងក្រៅចាំនងគ្នាយកញ៉ាំទៅណាគ្នាច្រើនពេកគ្នាច្រើនអញ្ចឹងបើហូបតុកវាខាតបើមកថ្ងៃក្រោយប្រាប់ទៅចាំអ៊ំវិចបាយកញ្ចប់ឲ្យបាយកញ្ចប់ស្លឹកឈូកម្នាក់មួយចានទៅត្រីខមកកំប៉ុងចប់ហើយណាពួកអ៊ំទ្រលាប់តែប៉ុណ្្នឹងទេមិនអញ្ចឹងឆ្អែតបាត់ហ្នឹងហើយចង់មកលើកក្រោយទៀតទេចង់បានអ្នកហ្នឹងចង់ប្រាប់ទៅលោកគ្រូប្អូនទៅលោកនាយកប្អូនទៅហើយអ៊ំមកណាហើយអ៊ំថ្ងៃនេះគិតថាមិននិយាយច្រើនទេនិយាយច្រើនពេកខ្លាចក្មួយស្ដាប់ទៅវាជ្រុះអស់អញ្ចឹងនិយាយតែប៉ុណ្្នឹងសរុបមកវិញបានហើយទី1គឺឲ្យក្មួយត្រូវដឹងថាយើងជាអ្នកណាមកពីណាហើយត្រូវធ្វើអីសម្រាប់ទឹកដីនេះជីវិតមាន2ត្រូវថែទាំជីវិត1ពីថ្ងៃកើតដល់ថ្ងៃស្លាប់ជីវិត1ទៀតគឺជាជីវិតរបស់ជនជាតិយើងមានស្អីខ្លះអរិយធម៌វប្បធម៌ប្រពៃណីទំនៀមទម្លាប់បូរណភាពទឹកដីកិត្យានុភាពបាទទាំងអស់នេះគឺយើងត្រូវថែរក្សាឲ្យបានបាទដើម្បីឲ្យមានភាពគង់វង្សបាទហើយយើងត្រូវដឹងយើងត្រូវចាំហើយយើងត្រូវធ្វើបាទដឹងពីស្អីខ្លះហើយត្រូវចាំពីស្អីខ្លះហើយយើងត្រូវធ្វើម៉េចអានេះសំខាន់ណាស់បាទអញ្ចឹងថ្ងៃនេះអ៊ំអត់មានអីលើសពីនឹងទេហើយអ៊ំមានការចូលរួមយោបល់ត្រឹមប៉ុណ្ណេះហើយអរគុណណាស់ជាមួយនឹងបងបាទអគ្គបងសកលវិជាតិកាដែលលោកបានផ្ដល់នៅអាហារូបករណ៍ហើយនឹងសូមប្រគេនពរដល់បដិជគុណគ្រប់អង្គអញ្ចឹងថ្ងៃនេះខ្ញុំសូមចូលរួមមតិប៉ុណ្ណេះទេហើយអរគុណណាស់មិនដឹងថាការបរិយាយរបស់ពូឬក៏អ៊ំមានអត្ថន័យយ៉ាងណាទេប៉ុន្តែសូមឲ្យក្មួយបើយល់ថាអ្វីដែលពូបាននិយាយនេះចំណែកនៃគំនិតយោបល់ខ្លះឬក៏ជាក្របពូជដែលក្មួយអាចយកទៅបណ្ដុះបានគឺនាំគ្នាយកបណ្ដុះតទៀតបាទដើម្បីភាពល្អភាពប្រសើរទាំងអស់គ្នានិងភាពរឹងមាំទាំងអស់គ្នាបាទហើយសូមប្រគេនពរដល់ព្រះអង្គគ្រប់អង្គអាដាមលោកជំទាវគណៈអធិបតីបាទដែលមានអាដាមសកលវិជាតិកាអាដាមប្រធានក្រុមប្រឹក្សាសមាជិកក្រុមប្រឹក្សាគណៈពិបាលអស់លោកដែលជាប្រធានទីជំនាញជំនាញខេត្តទាំងអស់និងជាពិសេសឲ្យក្មួយទាំងអស់ដែលមានវត្តមាននៅក្នុងខែនេះឲ្យជួបប្រទះតែសំណាងល្អអនាគតល្អកម្លាំងបលាំងមាំមួតនិងសម្រេចទៅតាមអ្វីដែលជាគោលបំណងនិងគំនិតរបស់ខ្លួនទៅថ្ងៃអនាគតទាំងអស់គ្នាសូមអរគុណសូមបញ្ចប់